កិនលឺថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តដើម្បីឲ្យប្រើប្រាស់បានយូរការថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តឲ្យបានត្រឹមត្រូវគឺជាវិធីល្អបំផុតដើម្បីធានាថាវាដំណើរការបានយូរនិងមានប្រសិទ្ធភាពកិនលឺខាងក្រោមនេះនឹងជួយការពារប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកពីការខូចខាតមុនអាយុកាលប្រើប្រាស់វាឲ្យបានទៀងទាត់ទោះបីជានៅរដូវត្រជាក់ក៏ដោយក៏អ្នកគួរតែបើកម៉ាស៊ីនត្រជាក់រថយន្តរបស់អ្នកយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍រយៈពេលប្រហែល10នាទីការធ្វើបែបនេះជួយឲ្យសារធាតុត្រជាក់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការដែលជួយរំអិលគ្រឿងបន្លាស់ខាងក្នុងនិងរក្សាកម្រិតស៊ីលមិនឲ្យស្ងួតប្រេះបិទម៉ាស៊ីនត្រជាក់មុនបិទម៉ាស៊ីនរថយន្តមុនពេលអ្នកបិទម៉ាស៊ីនរថយន្តអ្នកគួរតែបិទប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមុនសិនការធ្វើបែបនេះជួយកាត់បន្ថយលើសម្ពាធម៉ាស៊ីនបូមបង្ហាប់និងការពារការកកកុញនៃសំណើមនៅក្នុងបំពង់ខ្យល់ដែលជាប្រភពនៃក្លិនមិនល្អចតរថយន្តនៅកន្លែងម្លប់ការប៉ះពាល់នឹងកម្ដៅថ្ងៃខ្លាំងពេកនឹងធ្វើឲ្យគ្រឿងបន្លាស់កៅស៊ូនិងសៀលក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ឆាប់ខូចការចតរថយន្តនៅកន្លែងមានម្លប់និងក្រោមដំបូលអាចជួយរក្សាសីតុណ្ហភាពក្នុងរថយន្តនិងកាត់បន្ថយបន្ទុកលើប្រព័ន្ធម៉ាស៊ីនត្រជាក់ពិនិត្យកម្រិតហ្គាសប្រសិនបើកម្រិតហ្គាសក្នុងប្រព័ន្ធទាបម៉ាស៊ីនបូមបង្ហាប់នឹងត្រូវធ្វើការខ្លាំងជាងធម្មតាដើម្បីបំពេញមុខងាររបស់វាដែលអាចបណ្ដាលឲ្យខូចខាតការពិនិត្យកម្រិតហ្គាសជាប្រចាំដោយជាងជំនាញអាចជួយការពារបញ្ហាទាំងនេះបានសម្អាតប្រព័ន្ធនិងបដូរតម្រង់ខ្យល់ក្នុងកាប៊ីនដោយដែលបានរៀបរាប់នៅក្នុងចម្លើយមុនការសម្អាតប្រព័ន្ធម៉ាស៊ីនត្រជាក់ជួយការពារការកកស្ទះដោយធូលីដីនិងមេរោគដែលធ្វើឲ្យប្រព័ន្ធដំណើរការរលូននិងត្រជាក់បានល្អត្រូវប្រាកដថាអ្នកបដូរតម្រង់ខ្យល់ក្នុងកាប៊ីនតាមការកំណត់ផងដែរលោកអ្នកអញ្ជើញមកទទួលសេវាកម្មនេះក៏ច្នៃម៉ាស៊ីនត្រជាក់នៅគ្រប់សាខាទាំងអស់របស់ Namaste សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត